សូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលទស្សនាវីដេអូរបស់កសិករស្រែនៅក្នុងវីដេអូនេះខ្ញុំសូមលើកយកប្រធានបទមួយសម្រាប់បងប្អូនប្រជាកសិករដែលដាំដំណាំស្វាយចន្ទីឬអ្នកដែលកំពុងតែគិតថាចង់ដាំសំណួរដែលគេតែងតែសួរជាញឹកញាប់សួរជារឿយៗស្វាយចន្ទីឆ្នាំនេះល្អឬអត់ឬតម្លៃឡើងឬក៏ធ្លាក់ចុះដូច្នេះបើសិនជាពុកម៉ែបងប្អូនមានចម្ងល់សង្ស័យនៅសំណួរនេះសូមទស្សនាវីដេអូមួយនេះបានដល់ចប់មុននឹងខ្ញុំបន្តនៅវីដេអូនេះសូមបងប្អូនជួយ Subscribe នៅ Channel កសិករស្រែម្នាក់មួយដាក់សញ្ញាចុចលើសញ្ញារូបកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីៗបន្តទៀតបើសិនជាយើងមើលទៅលើតម្លៃទីផ្សារចាក់ស្ដែងនៃស្វាយចន្ទីតម្លៃមិនជាធ្លាក់ចុះខ្លាំងពេកទេគឺតម្រូវការមានកាន់តែខ្ពស់ជាពិសេសនោះគឺបណ្ដាប្រទេសខាងក្រៅផ្សេងៗគឺតែងតែទិញយកទៅកែច្នៃយ៉ាងច្រើនហើយតម្លៃវាមិនថេរទេថ្ងៃនេះវាអាចឡើងហើយថ្ងៃស្អែកអាចនឹងធ្លាក់ចុះទៅវិញមកពីហេតុអ្វីគឺមកពីកត្តានៃការផលិតនាំចេញទៅខាងក្រៅហើយនឹងតម្រូវការនៅក្នុងពេលនោះឯងដូច្នេះតើតម្លៃឡើងឬធ្លាក់ខ្ញុំអាចនិយាយដោយខ្លីបានថានៅនារដូវកាលប្រមូលផលដំបូងគឺតម្លៃឡើងខ្ពស់ចំណែកឯមកដល់រដូវកាលពាក់កណ្ដាលនៃការប្រមូលផលនៃគ្រាប់ស្វាយចន្ទីបានច្រើនក៏ប៉ុន្តែតម្លៃគឺរៀងធ្លាក់ចុះថ្លៃបន្តិចលុះដល់វគ្គចុងក្រោយគឺការប្រមូលផលនៅរដូវកាលចុងក្រោយហ្នឹងគឺបើសិនជានៅក្នុងស្តុកមានតិចតម្លៃគឺអាចកើនឡើងមកវិញក៏ប៉ុន្តែបើសិនជានៅក្នុងស្តុកមានច្រើនតម្លៃនឹងកាន់តែធ្លាក់ចុះហើយចំណុចមួយទៀតដែលសំខាន់បំផុតនោះគឺគុណភាពសំខាន់បំផុតគឺគុណភាពបើសិនជាគ្រាប់ស្វាយចន្ទីរបស់ពុកម៉ែបងប្អូនមានគ្រាប់ធំសម្ងួតឲ្យស្ងួតបានល្អបងប្អូននឹងលក់ដាច់បានភ្លាមហើយនឹងលក់បានថ្លៃជាងអ្នកផ្សេងទៀតផងហើយហេតុអ្វីបានជាតម្លៃមានការប្រែប្រួលគឺមកពីកត្តាសំខាន់ចំនួន4ដែលធ្វើឲ្យតម្លៃមានការប្រែប្រួលកត្តាទី1គឺកត្តាទីផ្សារអន្តរជាតិដែលប្រទេសធំជាច្រើនបានទិញយកនៅគ្រាប់ស្វាយចន្ទីយ៉ាងច្រើនយកទៅកែច្នៃនោះធ្វើឲ្យតម្លៃស្វាយចន្ទីកើនឡើងកត្តាទី2គឺកត្តាផលិតក្នុងស្រុកកាលណាការផលិតនៅក្នុងស្រុកមានផលច្រើននោះតម្លៃនឹងនៅក្នុងស្រុកនឹងធ្លាក់ចុះហើយកត្តាទី3គឺកត្តាអាកាសធាតុដែលបើសិនជាមេឃមាននៅការរាំងស្ងួតខ្លាំងពេកឬក៏មេឃធ្លាក់នៅទឹកភ្លៀងច្រើនពេកនោះនឹងបណ្ដាលឲ្យខូចនៅគុណភាពផលនៃគ្រាប់ស្វាយចន្ទីអញ្ចឹងហើយនឹងធ្វើឲ្យយើងមានតម្លៃទាបហើយកត្តាចុងក្រោយនោះគឺកត្តាទី4ដែលសំខាន់បំផុតនោះគឺកត្តាគុណភាពផលកត្តានេះគឺសំខាន់បំផុតដោយការលើកឡើងតាំងពីដំបូងបើសិនជាការថែទាំនៅដើមស្វាយចន្ទីបានល្អដាក់ជីបានត្រឹមត្រូវគ្រាប់ស្វាយចន្ទីធំជាដើមហ្នឹងគឺគុណភាពនៃផលស្វាយចន្ទីបានល្អនិងលក់បានថ្លៃតើកសិករចំណេញពីផលនៃការដាំដំណាំស្វាយចន្ទីអត់
ចំណុចនេះកសិករជាច្រើនពួកគាត់នៅតែចំណេញបើសិនជាពួកគាត់ធ្វើបានត្រឹមត្រូវគ្រប់គ្រងបានល្អទៅលើការថែទាំដើមស្វាយចន្ទីការដាក់ជីឲ្យបានត្រឹមត្រូវហើយការមើលថែសម្លាប់នៅសត្វល្អិតជាដើមហើយចំណុចមួយទៀតនោះគឺការសម្ងួតនៅក្របស្វាយចន្ទីឲ្យបានស្ងួតល្អនោះនឹងធ្វើឲ្យពុកម៉ែបងប្អូនរកចំណូលបានកាន់តែច្រើនជាងមុនប៉ុន្តែបើសិនជាមិនអាចគ្រប់គ្រងបានល្អនោះនឹងធ្វើឲ្យមានបញ្ហាប៉ះពាល់ទៅលើតម្លៃទាបហើយខ្ញុំសូមចែករំលែកនៅគន្លឹះសំខាន់ចំនួន4ចំណុចដែលពុកម៉ែបងប្អូនអាចយកទៅគិតពិចារណាហើយប្រើប្រាស់បានចំណុចទី1នោះគឺកុំលក់ភ្លាមបើសិនជាតម្លៃនៅទាបនៅឡើយអាចរង់ចាំមើលបន្តិចសិនតម្លៃអាចកើនឡើងមកវិញហើយចាំលក់ចំណុចទី2គឺត្រូវតែសម្ងួតនៅក្របស្វាយចន្ទីរបស់យើងឲ្យបានស្ងួតល្អពីព្រោះថាអ្នកទិញពួកគាត់មិនសូវជាសប្បាយចិត្តប៉ុន្មានឡើយហើយចំណុចទី3គឺត្រូវតែតាមដានតម្លៃទីផ្សារជារៀងរាល់ថ្ងៃសួរតម្លៃទីផ្សារអ្នកលក់ដូចគ្នាឬក៏អ្នកទិញជាប្រចាំថ្ងៃហើយចំណុចចុងក្រោយនោះគឺបើសិនជាអាចស្តុកទុករង់ចាំតម្លៃល្អតម្លៃកើនឡើងចាំលក់ចំណុចនេះតម្រូវឲ្យពុកម៉ែបងប្អូនយកចិត្តទុកដាក់ឲ្យមែនទែននៅទៅលើការតាមដានតម្លៃទីផ្សារឲ្យបានច្បាស់លាស់បើសិនជាកាលណាពុកម៉ែបងប្អូនស្តុកទុកច្រើនស្រាប់តែតម្លៃធ្លាក់ចុះនោះនឹងធ្វើឲ្យពុកម៉ែបងប្អូនខាតបង់សរុបមកវិញទីផ្សារតម្លៃស្វាយចន្ទីឆ្នាំនេះវាមិនជាអាក្រក់ខ្លាំងពេកទេតម្លៃមានឡើងមានចុះប៉ុន្តែយើងអាចគ្រប់គ្រងវាបានហើយសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំរហូតដល់ចប់ហើយសូមជួយខមមិនប្រាប់ផងតើនៅតំបន់ពុកម៉ែបងប្អូនតម្លៃស្វាយចន្ទីរបស់ពុកម៉ែបងប្អូនតម្លៃបានប៉ុណ្ណាហើយជួយខមមិនប្រាប់ផងហើយបើមានសំណួរអីអាចសួរនៅក្នុងវីដេអូនេះតបានហើយជួយចុច like និង share ដើម្បីឲ្យពុកម៉ែបងប្អូនផ្សេងទៀតគាត់បានដឹងផងចុច Subscribe នៅ Channel កសិករស្រែដើម្បីទទួលបានវីដេអូថ្មីៗជាបន្តបន្ទាប់ទៀតហើយនៅវីដេអូបន្ទាប់ខ្ញុំនឹងលើកយកប្រធានបទដ៏សំខាន់មួយទៀតសម្រាប់បងប្អូនដែលគិតថាចង់ដាំដំណាំស្វាយចន្ទីដែលប្រធានបទមួយនោះគឺពីដីដែលទំនេរក្លាយជាដីដែលទទួលបានចំណូលពីផលដំណាំស្វាយចន្ទីបាទសូមអរគុណសូមគោរពលា